ជំរាបសួរខ្ញុំបាទឈ្មោះអ៊ំវិជ្ជការរៀនថ្នាក់ទី12 D2 នៅវិទ្យាល័យពងទឹកចំណាប់ការដែលទទួលព័ត៌មានខាងខ្ល้ายធ្វើឲ្យខ្ញុំនិងយុវជនដទៃទៀតឬក៏សិស្សសាស្ត្រដទៃទៀតទទួលនៅព័ត៌មានដែលមិនពិតឬក៏ខាងខ្ល้ายអញ្ចឹងខ្ញុំសូមសំណូមពរដល់យុវជនឬក៏ប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការ share ឬក៏ចែករំលែកតាមបណ្ដាញសង្គមដើម្បីកុំឲ្យមានការយល់ច្រឡំតគ្នានិងអ្នកដែល share នឹងអាចមានបញ្ហានឹងដល់ទានទោសក៏បានដែរជំរាបសួរនាងខ្ញុំឈ្មោះវិហានីសាជាសិស្សវិទ្យាល័យពងទឹកជាសិស្សថ្នាក់ទី12 D2 ខ្ញុំគិតថាការដែលមានព័ត៌មានคล้ายៗគឺធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើនដូចជាការធ្វើឲ្យមានអសន្តិសុខក្នុងសង្គមធ្វើឲ្យប្រជាពលរដ្ឋជាច្រើនដែលយល់ច្រឡំថាជាបញ្ហាពិតហើយទាំងដែលគាត់អត់ទាន់ដឹងថាអ្វីពិតឬក៏អ្វីមិនពិតទេដូច្នេះខ្ញុំស្នើសុំដល់ប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សដែលជាយុវជនសូមកុំចែករំលែកនៅព័ត៌មានដែលមិនពិតជំរាបសួរខ្ញុំឈ្មោះស្រីស្រនជាសិស្សទី12 A អង្គនៃវិទ្យាល័យពងទឹកខ្ញុំពិតជាមានចំណាប់អារម្មណ៍ណាស់ចំពោះបញ្ហាព័ត៌មានคล้ายៗគឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ថ្ងៃនេះខ្ញុំសូមសំណូមពរថាចំពោះបញ្ហាឬក៏ព័ត៌មានคล้ายៗដែលគ្មានប្រភពច្បាស់លាស់យើងសូមកុំ share ឬក៏ចែករំលែកទៅដល់ឲ្យយុវជនឬក៏ប្រជាជនយើងទាំងមូលបានដឹងព្រោះព័ត៌មាននេះអាចធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយើងផងដែរហើយសូមកុំចែករំលែកឬក៏ share នៅព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នេះបន្តទៀតសូមជម្រាបសួរខ្ញុំឈ្មោះសរិនពុនរាជាសិស្សនៃថ្នាក់12 D2 នៅវិទ្យាល័យពងទឹកនៅថ្ងៃនេះខ្ញុំមានកំណត់មួយចង់ចែកចាយថាសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រជាណាចក្រកម្ពុជាសូមកុំផ្សព្វផ្សាយនៅព័ត៌មានមិនពិតពីព្រោះការផ្សព្វផ្សាយនៅព័ត៌មានមិនពិតនេះវាអាចផ្ដល់នូវហានិភ័យជាច្រើនដល់សង្គមយើងដែលអាចធ្វើឲ្យមានភាពវឹកវរនៅក្នុងសង្គមកើតឡើងអញ្ចឹងបើសិនជាឃើញព័ត៌មានមិនពិតដែលគ្មានប្រភពច្បាស់លាស់សូមមេត្តាបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមសូមកុំធ្វើការចែករំលែកអីពីព្រោះវាមានផលប៉ះពាល់ដល់សង្គមយើងសូមជម្រាបសួរខ្ញុំឈ្មោះមនប្រមជាថ្នាក់សិស្សទី12 D2 ខ្ញុំសូមមកនិយាយអំពីបញ្ហាព័ត៌មានคล้ายៗដែលធ្វើឲ្យមានការវឹកវរក្នុងសង្គមជាដំបូងខ្ញុំសូមឲ្យអ្នកនរអគ្នាសូមកុំផ្សព្វផ្សាយឬ share ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមនិយាយថាទេចំពោះព័ត៌មានคล้ายៗ